ផ្សេងគ្នានៃផ្លូវភេទបូរ៉ាជាក្មេងប្រុសវ័យជំទង់ដែលមានទំនោរស្រឡាញ់ភេទដូចគ្នាហើយមានភាពចិត្តស្ត្រីប្រតិពួកគេតែងជជែកនិងចែករំលែកចំណេះដឹងនានាជុំវិញភាពប្រែប្រួលនៃវ័យជំទង់ឥឡូវនេះបងប្អូននឹងបានស្វែងយល់បន្ថែមទៀតពីភាពផ្សេងគ្នានៃផ្លូវភេទតាមរយៈការសន្ទនារវាងវតីនិងបូរ៉ាយើងសួរឯងមួយមើលសួរមកវតីឯងមានរឿងអីជជែកគ្នារាល់តែថ្ងៃហើយធ្វើឯងមកសួរអីណាអ្នកបូរ៉ាគ្នាឆ្ងល់នេះហើយអ្វីបានជាមនុស្សយើងនេះឃើញក្មេងប្រុសខ្លាំងស្រឡាញ់ស្រីហើយក្មេងប្រុសខ្លះទៀតស្រឡាញ់ប្រុសមិនបានជាមនុស្សយើងផ្លាយពីគ្នាអញ្ចឹងណាឯងនិយាយដូចចង់ឌឺគ្នាហ្មងណាវតីភាពខុសគ្នានៃចំណងអរិយាប័ត្រនិងអត្តសញ្ញាណ gender របស់មនុស្សត្រូវបានគេហៅថាភាពផ្សេងគ្នានៃទំនោរផ្លូវភេទមនុស្សម្នាក់អាចមានអារម្មណ៍ស្រឡាញ់ទាក់ទាញនិងចំណងផ្លូវភេទចំពោះមនុស្សភេទផ្សេងគ្នាឬភេទដូចគ្នាឬទាំងពីរភេទក៏បានដែរអញ្ចឹងផងគ្នាតើតែដឹងម៉ែបរិយាឯងជួយប្រាប់គ្នាបន្តិចទៀតបានទេព្រោះអីគ្នាដូចអត់តាន់ច្បាស់តែលំអិនបន្តិចទៀតបានអន់មិនអីទេមនុស្សមួយចំនួនបានស្រឡាញ់នឹងរួមភេទជាមួយភេទផ្ទុយគ្នាបុរសនិងនារីនិងមួយចំនួនទៀតបានស្រឡាញ់នឹងរួមភេទជាមួយអ្នកមានភេទខុសគ្នានិងភេទដូចគ្នាផងដែរបូរ៉ាអញ្ចឹងរឿងនឹងវាកើតតែក្នុងប្រទេសយើងឬយ៉ាងម៉េចចុះប្រទេសនៅលើពិភពលោកយ៉ាងម៉េចដែរឬក៏មានតែប្រទេសយើងទេមិនមែនទេវតីភាពខុសគ្នានេះគឺជារឿងពិតនៅលើពិភពលោកហើយបានកើតឡើងនៅគ្រប់សង្គមទាំងអស់តែវាខុសគ្នាថាសង្គមខ្លះបានទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នារីឯសង្គមខ្លះទៀតនៅមិនទាន់ទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នានៅឡើយទេអញ្ចឹងចាស់ហេតុអ្វីបានជាវាមានភាពខុសគ្នាមនុស្សដែលមានអត្តសញ្ញាណ gender ខុសពីភេទដែលបានកំណត់ពីកំណើតគេហៅថាមនុស្សស្រឡាញ់ភេទដូចគ្នាមនុស្សស្រឡាញ់ភេទដូចគ្នាអាចមានការទាក់ទាញពីមនុស្សភេទដូចគ្នាភេទខុសគ្នាឬទាំងពីរភេទអញ្ចឹងហើយចុះបរិយាឯងវិញនោះយីឯងនេះសួរអីអញ្ចឹងអានឹងជារឿងឯកជនរបស់គ្នាតាគ្នាគិតមិនក៏បានដែរសំទោសបូរ៉ាគ្នាសំទោសនឹងហើយវាជាសិទ្ធិរបស់បូរ៉ាអញ្ចឹងឲ្យគ្នាសំទោសផងនេះព្រោះថាយើងនេះមិនអាចវិនិច្ឆ័យឬក៏សួររឿងអត្តសញ្ញាណ gender ចំពោះអ្នកផ្សេងបានទេអរគុណឯងហើយដែលបានរំលឹកខ្ញុំណាបូរ៉ាអរគុណដែលមិនខឹងនឹងខ្ញុំដែលសួរអំពីឯងបែបហ្នឹងប៉ុន្តែបូរ៉ាខ្ញុំចង់ដឹងបន្ថែមមូលហេតុអ្វីបានជាមនុស្សយើងមានចំណងផ្លូវភេទឬក៏ស្រឡាញ់ភេទដូចគ្នាផងផ្ទុយគ្នាផងឬក៏ទាំងពីរភេទអញ្ចឹងវតីមនុស្សយើងមួយចំនួនមិនចង់ឲ្យគេកំណត់ឬចាត់ថ្នាក់ចំពោះបញ្ហាផ្លូវភេទឬអត្តសញ្ញាណ gender របស់ពួកគេឡើយពិភពលោកនៅមិនទាន់យល់ច្បាស់ពីមូលហេតុដែលបណ្ដាលឲ្យបុគ្គលម្នាក់មានចំណងផ្លូវភេទចំពោះភេទដូចគ្នាភេទផ្ទុយគ្នាឬទាំងពីរភេទឡើយអញ្ចឹងគេអត់ទាន់រកឃើញពីមូលហេតុទេចុះបើសិនជាគេរកមូលហេតុមិនទាន់ឃើញអញ្ចឹងតើយើងអាចធ្វើការផ្លាស់ប្ដូរចំណងផ្លូវភេទបានទេវតីចំណងផ្លូវភេទនេះមិនអាចផ្លាស់ប្ដូរដោយសាសនាការព្យាបាលឬអន្តរាគមន៍ផ្នែកវិទ្យាសាស្ត្របានឡើយចំណងផ្លូវភេទឬអរិយាប័ត្រផ្លូវភេទឬអត្តសញ្ញាណ gender របស់បុគ្គលម្នាក់អាចផ្លាស់ប្ដូរទៅតាមពេលវេលានិងពីស្ថានភាពមួយទៅស្ថានភាពមួយទៀតអញ្ចឹងតើមនុស្សយើងអាចមានសិទ្ធិស្រឡាញ់មនុស្សមានភេទដូចគ្នាឬក៏មិនដូចគ្នាបានហើយអញ្ចឹងតែវាមានតឬក៏អត់អីទេទំនោរផ្លូវភេទរបស់មនុស្សមិនដូចគ្នាទេមនុស្សជាច្រើនស្រឡាញ់ភេទផ្ទុយគ្នាហើយក៏មានមួយចំនួនទៀតអ្នកស្រឡាញ់ភេទដូចគ្នានិងខ្លះទៀតជាអ្នកស្រឡាញ់ភេទទាំងពីរផងដែរខ្ញុំយល់ហើយអញ្ចឹងនេះវាជាសិទ្ធិរបស់បុគ្គលម្នាក់អន្តេចុះការសម្រេចចិត្តផ្សេងហ្នឹងវាជារឿងរបស់បុគ្គលឬក៏មនុស្សទាំងអស់គ្នាអាចមានសិទ្ធិដឹងលើបានដែរទេការសម្រេចចិត្តនឹងជ្រើសរើសរកដៃគូរួមភេទគឺជាសិទ្ធិរបស់មនុស្សដោយផ្អែកទៅលើការព្រមព្រៀងនិងគោរពគ្នាទៅវិញទៅមកភាពខុសគ្នាអត្តសញ្ញាណ gender គឺជាជីវិតឯកជនរបស់មនុស្សម្នាក់បូរ៉ាគ្នាដើរលេងជាមួយនឹងឯងរាល់ដងជជែកគ្នាគឺមិនដែលបានដឹងរឿងនេះសោះហេតុអ្វីបានជាពីមុនឯងមិនដែលនិយាយប្រាប់គ្នាផងធ្លាប់និយាយប្រាប់ខ្លះដែរតែមកពីឯងមិនសូវចាប់អារម្មណ៍ចុះវតីឯងនឹងធ្វើអ្វីបន្តចុះអរគុណចំពោះការចែករំលែកចំណេះដឹងទាំងនេះខ្ញុំនឹងជួយចែករំលែកចំណេះដឹងទាំងនេះទៅមិត្តភ័ក្តិរបស់យើងព្រោះពេលខ្លះមិត្តភ័ក្តិរបស់យើងក្នុងថ្នាក់រៀនគាត់ក៏មិនសូវដឹងពីរឿងនឹងដែរតែបើគាត់ដឹងរឿងនឹងច្រើនទៅអាចនឹងធ្វើឲ្យយើងមានការគោរពសិទ្ធិគ្នាកាន់តែប្រសើរហើយអាចរក្សាជីវិតឯកជនរបស់មនុស្សម្នាក់ៗឲ្យកាន់តែប្រសើរឡើងទៀតផងនេះតែកុំបញ្ចេញឈ្មោះគ្នាណាដឹងហើយការរក្សាការសម្ងាត់គឺជាក្រមសីលធម៌ដែលត្រូវធ្វើជាដាច់ខាតព្រោះវាជាសិទ្ធិមនុស្សហើយវាខុសនឹងច្បាប់ពីការរំលោភសេចក្តីទុកចិន